ពីមុនយើងចង់តាក់ទងគ្នាម្ដងគឺពិបាកខ្លាំងមែនទែនត្រូវទៅសេសវត្តផ្សាយគ្នាទៅវិញទៅមកត្រូវចំណាយពេលយូរតម្រាំតែទៅដល់ដៃក្រាស់តម្រាំតែទៅដល់ពេលខ្លះគេការចោលបាត់ទៀតបើចង់ research ចង់ដឹងពីអីមួយវិញតើទៅស្រាវជ្រាវក្នុងបណ្ណាល័យហើយបើចង់លឿនតើទៅសួរអ្នកដែលគេចេះជីវិតមនុស្សយើងក្នុងសម័យហ្នឹងហាក់ដូចជាខ្វះរបស់អ្វីម្យ៉ាងមកជួយដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសើរជាងមុនពួកអីមានអារម្មណ៍ថាការធ្វើការប្រចាំថ្ងៃទៅណាមកណាគឺជួបការលំបាកច្រើនហើយបើថាទៅណាម្ដងវាខ្ចប់គ្រប់សពបែបយ៉ាងអស់ហើយឧបករណ៍ប្រើប្រាស់គ្រប់ប្រភេទតាំងពីត្រីវិស័យផែនទីកាមេរ៉ាហ្វៀមសម្រាប់ថតរូបផ្សេងថតវីដេអូផ្សេងលុយក៏ត្រូវទុកជាប់ខ្លួនច្រើនអត់សុវត្ថិភាពសោះហ្មងធ្វើដំណើរផ្លូវឆ្ងាយវែងមានតែមើលតាមផែនទីហើយបើយើងមើលផែនទីអត់យល់ក៏អត់ដឹងទៅតាមផ្លូវណាទៀតហើយបើឡានខូចនៅតំបន់ឆ្ងាយដាច់ស្រយាលម្នាក់ឯងគឺដឹងតែចប់ដឹងតែស្ពៃនៅកណ្ដាលវារហោស្ថាននឹងបដ ாய் ព្រោះអីអត់មានអីតាក់ទងឲ្យគេជួយបានក្រោយមកមនុស្សជាតិក៏បានរកឃើញរបបកំហុសថ្មីផលិតបាននូវឧបករណ៍សម្រាប់ទំនាក់ទំនងគ្នាឆ្លើយឆ្លងគ្នាបានដែលគេឲ្យឈ្មោះវាថាទូរស័ព្ទតែទូរស័ព្ទជំនាន់ដំបូងហ្នឹងគឺជាប្រភេទឧបករណ៍ដែលគេប្រើប្រាស់នៅក្នុងឡានឬក៏យើងហៅថា car phone នឹងឯងតែតាមស្ថាប័នគឺគេប្រើខ្សែកាបអូសឆ្លងទ្វីបហើយបែងចែកជាប៉ុស្តិ៍បើចង់ទំនាក់ទំនងទៅណាគឺគេដូរប៉ុស្តិ៍ទៅតាមទីកន្លែងចឹងទៅក្នុងឆ្នាំ1973លោក Martin Cooper បានធ្វើឲ្យមនុស្សស្គាល់អ្វីទៅដែលហៅថាទូរស័ព្ទគាត់បង្កើតបាននូវទូរស័ព្ទមួយគ្រឿងនៅក្រុមហ៊ុន Motorola អាចប្រើប្រាស់ចល័តបានសេរីលេងតខ្សែខ្វាត់ខ្វែងដូចមុនទៀតទេអស្ចារ្យមែនទែននៅសម័យនោះមានឈ្មោះថា Dynatax 8000X និយាយបានតែ30នាទីទេប៉ុន្តែការសាកត្រូវចំណាយពេលរហូតដល់10ម៉ោងមានទម្ងន់រហូតដល់1គីឡូមួយខាំដាក់លក់នៅក្នុងតម្លៃ$3995ឬស្មើនឹង$10000យើងបច្ចុប្បន្នហ្នឹងក្រោយមកគេក៏បានអភិវឌ្ឍវិជាបន្តបន្ទាប់ហើយបន្ថែមនៅមុខងារផ្សេងទៀតដូចជាអាចផ្ញើសារជាអក្សរបានអាចគិតលេខបានជាដើមអញ្ចឹងក៏ចាប់ផ្ដើមលេងសើពិបាកដូចមុនក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងក៏ត្រូវបានផ្លាស់ប្ដូរភាពលំបាកដែលយើងធ្លាប់មានក៏ចាប់ផ្ដើមបាត់ទៅម្ដងបន្តិចដោយសារតែមានការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនជាបន្តបន្ទាប់កាន់តែទំនើបនៅពីទសវត្សរ៍ក្រោយនេះចាប់តាំងពីឆ្នាំ2000រហូតមកដល់បច្ចុប្បន្នជាពិសេសនៅប្រហែលឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាបច្ចេកវិទ្យាទំនើបក៏ដូចជា AI បានអភិវឌ្ឍសន្ទុះឬចម្រើនយ៉ាងខ្លាំងរបស់ដែលយើងធ្លាប់តែអត់មានទុកលំបាកដែលយើងធ្លាប់ជួបទូរស័ព្ទមួយដែលมันអាចបំពេញតម្រូវការយើងបានគ្រប់យ៉ាងឥឡូវរួមផ្សំនឹងបច្ចេកវិទ្យាកាន់តែទំនើបវាក៏បានវិវត្តខ្លួនខ្លាយទៅជាទូរស័ព្ទឆ្លាតវៃឬក៏យើងហៅថា smartphone នៅបច្ចុប្បន្ននេះយើងអាចផ្ញើសារជាអក្សរឬក៏សារសំឡេងទៅវិញទៅមកបានអាចខលនិយាយគ្នាគ្មានដែនកំណត់លើសពីនឹងអាចខលជាវីដេអូមើលមុខគ្នាឃើញបានទៀតការសិក្សាស្រាវជ្រាវក៏លែងសូវចង្អៀតដូចមុនយើងអាចមើលវីដេអូការបង្រៀនអានអត្ថបទនិង research ពីអ្វីដែលយើងចង់ដឹងបានដោយខ្លួនឯងទោះអត់ទៅមើលកុនខ្ជិលអង្គុយមកកន្លែងមើលទូរទស្សន៍ក៏យើងអាចមើលរឿងវីដេអូដែលយើងចូលចិត្តស្ដាប់ចម្រៀងកំដរអារម្មណ៍យើងបានគ្រប់ពេលវេលានៅគ្រប់ទីកន្លែងនៅលើ smartphone យើងហ្នឹងពេលធុញទ្រាន់មានហ្គេមឲ្យយើងលេងកម្សាន្តអាចអូរ៉េងជុំគ្នាមួយមិត្តភក្តិយើងបានទៀតហើយមិនបាច់ stress រឿងទៅដើរលេងឬក៏មានបញ្ហាអត់អ្នកជួយទៀតហើយយើងមាន GPS online map នៅលើ smartphone យើងទៀតបើមានបញ្ហាខលឲ្យជំនួយបានភ្លាមទោះបីអត់ស្ប៊ីកាមេរ៉ាតាមខ្លួនក៏ smartphone យើងអាច selfie ថតរូបថតវីដេអូស្អាតៗបានបញ្ចប់ហើយលុយវិញក៏កាន់តែស្រួលទុកទៅក្នុងធនាគារហើយចាយតាម smartphone យើង scan pay ចុងខែដាច់លុយអញ្ចឹងការងារយើងគ្រប់សពបែបយ៉ាងទាំងអស់ការរៀនសូត្រការកម្សាន្តការទំនាក់ទំនងគ្នាជាពិសេសគឺលុយយើងអាចមានរបស់ទាំងអស់នឹងនៅក្នុងដៃដែលអត់ត្រូវការ workshop អីទាំងអស់មានតែ smartphone មួយយើងអាចគ្រប់គ្រងរបស់ទាំងអស់នឹងបានហើយ smartphone មិនមែនត្រឹមតែជាឧបករណ៍ប្រើប្រាស់ទូទៅទេ
វាគឺជាច្រកទ្វារដែលបើកឲ្យមនុស្សចូលទៅក្នុងពិភព Digital ថ្មីមួយដ៏ទំនើបអ្នកទាំងអស់គ្នាដូចជាមានវត្ថុទុកមួយនៅក្នុងដៃអញ្ចឹងកុំប្រើវាទៅក្នុងផ្លូវខុសតែទាញយកផលប្រយោជន៍ពីវាឲ្យបានកាន់តែច្រើនកាន់តែល្អវានឹងធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរឡើង Dusty roads and whispered dreams follow in the creek where it always seems. Footprints left in yesterday's streams. We're out here chasing